ចិត្តខ្មែរចិត្តមិនមែនខ្មៅមិនមែនល្ងងខ្លៅដេញចាំតែស្លាប់បងប្អូនចិត្តខ្មែរចិត្តមិនមែនខ្មៅមិនមែនល្ងងខ្លៅដេញចាំតែស្លាប់ឃើញខ្មែរមានទុកចិត្តខ្មែរឈឺចាប់ច្រើនហួងរីរាប់ប្រាប់ក៏មិនអងចិត្តខ្មែរមានធម៌ទៀនចោតែមួយបាត់ខ្មែរទុំព្រួយរួមគ្នាស្រណងចិត្តខ្មែរមានធម៌ទៀនចោតែមួយបាត់ខ្មែរទុំព្រួយរួមគ្នាស្រណងអាឡ័យអាណិតហើយចិត្តខ្លាំងខ្លាំងទុកចិត្តស្លាប់រួមគ្រងតែជាតិណាយអាក្តិចចង់ច្រមុំវាហូរទឹកភ្នែកហូរដោយសង្វែងព្រោះក្តីចំបែងក្តិចចង់ច្រមុំវាហូរទឹកភ្នែកហូរដោយសង្វែងក្តីហូរចំបែងចិត្តខ្មែរប្រុងស្រីក្រុមទីកន្លែងអាណិតឈាមឯងជាតិខ្មែរតែមួយមិនតាំងរកខ្មែរឲ្យបែកតាំងពីនៅក្រុមទឹងទីធ្វើតាមធ្វើពីមិនតាំងរកខ្មែរឲ្យបែកតាំងពីនៅក្រុមទឹងទីធ្វើតាមធ្វើពីឲ្យខ្មែរស្អប់ខ្មែរទៅស្រឡាញ់វាសន្តានថងវាស្រឡាញ់ដាច់ណាយបានបងប្អូនចិត្តខ្មែរចិត្តមិនមែនខ្មៅមិនមែនល្ងងខ្លៅដេញចាំតែស្លាប់បងប្អូនចិត្តខ្មែរចិត្តមិនមែនខ្មៅមិនមែនល្ងងខ្លៅដេញចាំតែស្លាប់ឃើញខ្មែរមានទុកចិត្តខ្មែរឈឺចាប់ច្រើនហួងរីរាប់ប្រាប់ក៏មិនអងចិត្តខ្មែរមានធម៌ទៀមតែមួយបាត់ខ្មែរទុំព្រួយរួមគ្នាស្រណងចិត្តខ្មែរមានធម៌ទៀមចោតែមួយបាត់ខ្មែរទុំព្រួយរួមគ្នាស្រណងអាឡ័យអាណិតហើយចិត្តខ្លាំងខ្លាំងទុកចិត្តស្លាប់រួមព្រោះតែជាតិណាយអាក្តិចចង់ច្រមុំវាហូរទឹកភ្នែកហូរដោយសង្វែងព្រោះក្តីចំបែងក្តិចចង់ច្រមុំវាហូរទឹកភ្នែកហូរដោយសង្វែងព្រោះក្តីចំបែងចិត្តខ្មែរប្រុងស្រីគ្រប់ទីកន្លែងអាណិតឈាមឯងជាតិខ្មែរដូចគ្នាមិនចាស់រកខ្មែរឲ្យបែកតាំងពីនៅក្រុមទឹងទីធ្វើតាមធ្វើពីមិនចាស់រកខ្មែរឲ្យបែកតាំងពីនៅក្រុមទឹងទីធ្វើតាមធ្វើពីឲ្យខ្មែរស្អប់តាំងពីទឹករាខ្លាយការប្របីជីខ្មែរប្រុសស្រីនៃនៅក្នុងប្រទេសទាំងស្នេហ៍សមុទ្រចិត្តអរស័ក្តិមួយកំពេជ័យតំជាតិប្រងព្រីពីពេអមដោយសម្រាប់ស្រែជ័យខោខាជ័យយោជ័យយោកម្ពុជាលោកតែរងខ្លាចជាថាសុខអរគុណព្រះ
បាទសូមអរគុណចំពោះក្រុមតន្ត្រីឥឡូវនេះលោកពូនិមិត្តអាចសម្រាប់មួយផ្លែតសិនហើយយើងឈានចូលដល់កម្មវិធីជាបន្តគឺក្រុមតន្ត្រីឥន្ទ្រីមាសក្រុមតន្ត្រីឥន្ទ្រីមាសមានកិត្តិយសនឹងឡើងមកប្រគំតន្ត្រីបន្តជូនកំដរអារម្មណ៍របស់លោកលោកស្រីនាងកញ្ញាហើយបទទី1ដែលក្រុមតន្ត្រីនឹងយកមកប្រគំនៅជាកិច្ចចាប់ផ្ដើមនេះគឺចម្រៀងមួយបទក្រោមចំណងជើងថាគុកឥតជញ្ជាំងបាទចម្រៀងគុកឥតជញ្ជាំងនេះគឺនឹងបកស្រាយដោយលោកសែនសវណ្ណសូមបញ្ជាក់ថាលោកសែនសវណ្ណគាត់មិនមែនជាអ្នកចម្រៀងទេគាត់ជាសមាជិកសកម្មម្នាក់របស់គណៈនៅក្នុងគណៈបកប្រជាជនកម្ពុជាថ្ងៃបាទបទចម្រៀងនេះផងដែរខ្ញុំបានដកស្រង់ចេញពីខ្សែភាពយន្តមួយដែលមានចំណងជើងថាគុកឥតជញ្ជាំងចំណងជើងនេះគ្រាន់តែបងប្អូនទាំងអស់ឮតែចំណងជើងអាចចូលដល់សាច់រឿងថាតើក្នុងសាច់រឿងគុកឥតជញ្ជាំងនេះមានអត្ថន័យយ៉ាងណាបាទឆ្នាំបាយស្ងួតក្រៀមស្ទើរគ្មានបបទឹកបឹងខ្លាយំប្រែជាកកទីក្រុងអខ្លាយជាព្រៃស្ងាត់ព្រះសង្ឃបាត់បាទឧបាសង្ឃអត់បាយក្មេងវងវេកម្ដាយខ្ញុំព្រាត់គ្រូសាព្រះបាទបាឡាំឆែកក្រាំងដំរាខ្មោចព្រាយអ្នកតាក៏គ្មានបានបីចិនទៅជាខ្មែរស្រែទៅជាក្រុងអ្នកចិនធ្វើលងបាត់អស់ទ្រឹស្ដី